ជំរាបសួរបងប្អូនអរគ្នាទឹកគ្រឿងត្រីខកំប៉ុងគឺជាមុខម្ហូបមួយដែលចុះបាយខ្លាំងបងប្អូនហ្នឹងហើយនៅពេលដែលធ្វើម្ហូបមួយមុខនេះគឺបងប្អូនត្រូវតែដាំបាយច្រើនបន្តិចបងប្អូនអញ្ចឹងហើយខ្លាចញ៉ាំអត់គ្រាន់ណាបងប្អូនពោះគ្រឿងផ្សំមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសត្រប់ពុតញងបន្លែទឹកសអីហ្នឹងបងប្អូនពោលបារាំងត្រកួនស្ពៃក្តោបចាហើយនឹងស្អំយើងនឹងឯងបងប្អូនហើយចំពោះរបៀបធ្វើក៏ងាយដែរឥឡូវមកមើលវិធីធ្វើរបស់ខ្ញុំទាំងអស់គ្នាអញ្ចឹងជាដំបូងគឺខ្ញុំមកលីងខ្ទឹមសខ្ទឹមក្រហមហើយនឹងត្រប់ពុតញងយើងបន្ថែមទឹកបន្តិចទៅណាដើម្បីឲ្យនៅពេលដែលយើងលីងទៅគឺវាឆាប់ឆ្អិនណាបងប្អូនហ្នឹងហើយបន្ទាប់ពីបានលីងម្ទេសខ្ទឹមនឹងបានឆ្អិនហើយគឺខ្ញុំមកអាំងប្រហុកគឺខ្ញុំអត់មានដាក់ឆ្អើរដាក់អីទេបងប្អូនគឺខ្ញុំធ្វើបែបហ្នឹងតែម្ដងចាបន្ទាប់មកទៀតហ្នឹងគឺខ្ញុំមកស្ងោរបន្លែបងប្អូននិយាយចំទៅចំពោះមុខម្ហូបមួយមុខនេះបើសិនជាប្រើបន្លែដែលយើងអត់ស្រស់អត់ស្ងោរបងប្អូនណាខ្លាចញ៉ាំទៅឈឺពោះណាបងប្អូនយើងទុកវាមួយឡែកទៅចាបន្ទាប់មកទៀតហ្នឹងគឺខ្ញុំយកខ្ទឹមក្រហមខ្ទឹមសយើងថាម្ទេសយើងហ្នឹងគឺយកមកបុកបងប្អូនហ្នឹងហើយបើសិនជាយើងធ្វើទៅអញ្ចឹងទៅគឺញ៉ាំទៅស្កាក់អញ្ចឹងណាយើងបុកឲ្យរៀងម៉ត់តិចមកចំពោះមុខម្ហូបមួយមុខនេះបងប្អូនគឺងាយស្រួលខ្លាំងមែនតើណាបងប្អូនហើយបើសិនជាឱកាសត្រូវនឹងខែភ្លៀងទៀនអញ្ចឹងគឺកាន់តែឆ្ងាញ់គឺថាបាយ2ឆ្នាំងគឺញ៉ាំអស់នឹងខ្លួនទេបងប្អូនហើយចាហើយបន្ទាប់ពីយើងបុកគ្រឿងហ្នឹងហើយគឺយើងចាក់ត្រីខយើងចូលទៅពោះត្រីខប្រើមកអីក៏បានដែរឲ្យតែជារបស់ខ្មែរយើងណាយើងបុកញឹមតិចទៅបានហើយបងប្អូនយើងក៏បុកខ្លាំងពេកអានេះគឺដោយសារតែត្បាល់ខ្ញុំគឺរៀងតូចដែរណាបងប្អូននិយាយចំទៅគឺប្រើមកល្មមដែរទេបងប្អូនមិនមែនតូចខ្លាំងពេកដោយសារតែត្រីខគឺខ្ញុំប្រើ13កំប៉ុងឯណោះបងប្អូនហើយចាបន្តមកទៀតនេះគឺយើងដាក់ស្ករអំបិលប៊ីចេងបន្តិចទៅហើយទឹកត្រីបន្តិចទៅទឹកត្រីយើងមិនបាច់ប្រើក៏បានដែរបងប្អូនណាព្រោះដោយសារអីត្រីខនេះគឺវាមានរសជាតិប្រៃស្រាប់ហើយបន្តមកទៀតហ្នឹងគឺយើងច្របាច់ក្រូចឆ្មាទៅចាក្រូចឆ្មាគឺខ្ញុំប្រើចំនួន2ផ្លែព្រោះអី2ផ្លែគឺទូចដែរណាបងប្អូនហើយបងប្អូនភ្លក់ផងណាប្រៃផ្អែមទៅតាមការចូលចិត្តបើចំពោះខ្ញុំគឺខ្ញុំយកមកល្មមតែម្ដងណាបន្ទាប់ពីបានបុកត្រីខរួចហើយដល់យើងមកមើលបន្លែក៏ឆ្អិនដូចគ្នាដែរនិយាយចំទៅគឺកំឡុងពេលដែលខ្ញុំបុកហ្នឹងគឺបន្លែក៏ឆ្អិនម្ដងស្រេចតែម្ដងណាហើយយើងយកមកត្រាំជាមួយតកកយើងទៅត្រជាក់ដើម្បីឲ្យបន្លែនោះគឺវានៅស្រស់ដដែលអញ្ចឹងណាបងប្អូនចាឥឡូវត្រីខរបស់ខ្ញុំគឺបានរួចរាល់ហើយបងប្អូនណាមើលទៅតំណងឆ្ងាញ់អត់ហើយកុំភ្លេចជួយដាក់បន្ទុកផងណាហើយអ្វីដែលសំខាន់កុំភ្លេចជួយ like share ហើយនិង follow page ខ្ញុំម្នាក់មួយផងនិង subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងដែរដើម្បីទទួលបាននៅវីដេអូថ្មីជារៀងរាល់ថ្ងៃណាសម្រាប់បងប្អូនដែលជួបជុំគ្រួសារមិត្តភ័ក្តិម្ដងម្កាលអីអត់ដឹងថាត្រូវធ្វើម្ហូបអីបងប្អូនធ្វើតែបែបនេះទទួលភ្ញៀវទៅបងប្អូនហើយពិតជាមិនខកបំណងឯងបងប្អូនហើយស័ក្តិសមនឹងអាកាសធាតុពេលនេះគឺជារដូវវស្សាបងប្អូនណាគឺធ្លាក់ភ្លៀងញឹកញយខ្លាំងតែម្ដងអញ្ចឹងហើយបើសិនជាបានមុខម្ហូបបែបនេះគឺកាន់តែឆ្ងាញ់លើដើមអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា